ដំណើរកំសាន្តមណ្ឌលគិរីថ្ងៃទី1បាទជំរាបសួរពុកម៉ែបងប្អូនបាទនេះជាវីដេអូទស្សនភាពដែលខ្ញុំធ្វើដំណើរកំសាន្តទៅលេងខាងខេត្តមណ្ឌលគិរីភូមិភាគឦសានបងប្អូនហើយនៅខ្ញុំងើបទៅពីព្រឹកដែរដូចជាម៉ោង6កន្លះអីចឹងបងប្អូនហើយមកដល់ខាងមេមត់នេះយើងមកដល់ដូចជាម៉ោង7កន្លះហើយមកដល់នេះយើងមកដល់ចូលទិញតារៀនព្រោះនៅនេះល្បីមែនតើឥឡូវកំពុងតែផ្ទុះខ្លាំងព្រោះបងដែលគាត់ថតវីដេអូឃើញមកថត review ច្រើនហើយផ្សារនេះគេហៅថាផ្សារតារៀនបងប្អូននៅខាងមេមត់ណាហើយផ្សារនេះដូចច្រើនមែនតើបងប្អូនព្រឹកឡើងព្រោះអ្នកចូលទិញច្រើនណាស់ហើយចឹងកំពុងតែល្បីហើយខ្ញុំបានចូលទិញដូចជាមួយផ្លែ2ផ្លែដែរហូបតាមផ្លូវណាហើយនេះម៉ោង6 7ជាងនេះមនុស្សច្រើនមែនតើបន្ទាប់ពីទិញបានតារៀនមួយផ្លែ2ផ្លែទៅហូបតាមផ្លូវហើយយើងចូលចាក់សាំងបងប្អូនព្រោះផ្លូវឆ្ងាយចឹងបើអត់ចាក់សាំងឲ្យពេញទេខ្លាចតាមផ្លូវអស់សាំងអស់អីទៅពិបាកព្រោះតាមផ្លូវទៅមណ្ឌលគិរីតាមដែលខ្ញុំជិះមើលទៅដូចជាអត់សូវមានក្រាស់សាំងប្រហែលណាបងប្អូនព្រោះវាស្ងាត់ណាប៉ុន្តែបើនិយាយពីទេសភាពតាមដងផ្លូវវិញបងប្អូនអើយកប់សេរីហើយចឹងបើបងប្អូនណាដែលអត់ទាន់បានទៅលេងខាងមណ្ឌលគិរីណាខែនេះខ្ញុំរីកមិនឲ្យទៅលេងទៅព្រោះទេសភាពខែនេះខែភ្លៀងវាស្អាតមែនតើបងប្អូនអើយធម្មជាតិខៀវស្ងាត់ហ្មងហើយខ្ញុំទៅលក្ខណៈគ្រួសារបងប្អូនមានកូនស្រីមានអីចឹងទៅណាហើយដូចជាម្ដាយក្មេកអីចឹងទៅបន្ទាប់ពីយើងជិះដូចជា2ម៉ោង3ម៉ោងមកយើងមកដល់ខាងស្រុកអូរាំងខាងកែវសមាបងប្អូនហើយយើងឆ្លៀតចូលថតរូប3 4 5ប៉ុស្តិ៍ហើយយើងហូបបាយនៅនេះដែរអញ្ចឹងយើងថតរូបលេងយើងមើលទិដ្ឋភាពចឹងទៅហើយយើងមើលកន្លែងនេះវាដូចជាម៉ោង11ជាងហើយអញ្ចឹងយើងឈប់ហូបបាយដែរអញ្ចឹងយើងអង្គុយហូបបាយបដាមេចលឹមបដាបងប្អូនព្រោះនេះយើងមើលក្នុងវីដេអូនេះដូចអត់ឃើញលឹមទេតែខ្យល់លឹមមកសិចអញ្ចឹងណាបងប្អូនហើយយើងហូបបាយជុំគ្រួសារនេះយើងមកគ្នាដូចជា6នាក់7នាក់ទាំងកូនណាហើយខ្ញុំមកលេងនេះមកបានមួយយប់2ថ្ងៃហើយយើងមកលក្ខណៈគ្រួសារហើយកន្លែងនេះបងប្អូនអើយហូបបាយហើយណាហូបបាយឃើញព្រីងទៅនៅមិនទាំងផ្លែឡើងពេញដើមហ្មងដូចនៅនេះអត់សូវមានអ្នកហូបទេអានេះគេហៅដូចព្រីងព្រៃវិញបងប្អូននេះរសជាតិវារៀងចត់ណានេះខ្ញុំបង្ហាញផ្លែទុំឡើងពេញដើមហ្មងចាំមើលតិចទៀតខ្ញុំថតវីដេអូឲ្យមើលនេះតិចទៀតដល់ហើយនេះផ្លែច្រើនជាងព្រីងខ្មែរយើងទៀតបងប្អូនអស់ព្រីងស្រុកយើងទៀតនេះតាមខ្ញុំហៅព្រីងព្រៃព្រោះខ្ញុំមិនដែលបានហូបបងប្អូនខ្ញុំហូបខ្ញុំអត់ខ្លាចពុលព្រោះយើងមើលទៅស្លឹកវាស្លឹកព្រីងប៉ុន្តែផ្លែវារៀងតូចតែផ្លែច្រើនណាផ្លែផ្ចាជាងព្រីងស្រុកយើងទៀតហើយទុំពណ៌ដូចគ្នារសជាតិប្រហែលគ្នានេះរៀងចត់ណាហើយអញ្ចឹងនៅនេះច្រើនដើមអត់សូវឃើញមានអ្នកហូបទេហើយលោវាស្ងាត់ឬក៏យ៉ាងម៉េចខ្ញុំអត់ដឹងណាបងប្អូនព្រោះនេះខ្ញុំហូបលើកទី1ដែរបន្ទាប់ពីហូបបាយហើយឥឡូវយើងបន្តដំណើរទៅមុខទៀតបងប្អូនបន្តដំណើរឥឡូវយើងមកដល់ហើយបងប្អូនមកដល់ក្រុងសេរីសោះផនណាបងប្អូនហើយមកដល់នេះភ្លៀងល្មមបងប្អូនអើយវាមេឃស្ទុំហើយភ្លៀងយូរហើយតាំងពីនៅកន្លែងហូបបាយឥឡូវយើងមកដល់ក្រុងសេរីសោះផនហើយនេះមកដល់វងមូលពូកោហើយនេះទីរួមខេត្តមណ្ឌលគិរីបងប្អូនអញ្ចឹងបងប្អូនដែលមកលេងអីអាចទៅឆ្លៀតមកលេងមកខេត្តនេះខ្ញុំមាននិយាយថាស្អាតហើយនេះយើងមកដល់ភ្នំដោះកមុំបងប្អូនយើងគោលដៅទី2ណាបន្ទាប់ពីយើងថតរូបគោលដៅទី1កន្លែងទៅហូបបាយមិញហ្នឹងគេហៅដូចជាវាស្មៅប្រែពណ៌ឥឡូវយើងមកដល់ភ្នំដោះកមុំហើយភ្នំដោះកមុំនេះមានផ្លាកកន្លែងថតរូបស្អាតបងប្អូននេះផ្លាកគេនេះគេដាក់ឈ្មោះថាខ្ញុំស្រឡាញ់មណ្ឌលគិរីបងប្អូនហើយអ្នកដែលមកលេងដូចជាមិនម្លងទេមកកន្លែងនេះបងប្អូនអើយព្រោះកន្លែងនេះថតទៅយើងមើលឃើញពីលើទៅឃើញទីក្រុងមណ្ឌលគិរីទាំងអស់ហ្មងព្រោះវានៅភ្លើភ្នំណាគេហៅភ្នំដោះកមុំអញ្ចឹងយើងចូលថតរូបថតអីឲ្យធុកបានមកផ្លែថៃបានយើងបន្តទៅទៀតព្រោះពេលយើងខ្លីដែរបន្តពីចេញពីភ្នំដោះកមុំនេះយើងធ្វើដំណើរទៅលេងខាងប៊ូស្រាអញ្ចឹងមើលទស្សនភាពចុះពីលើភ្នំដោះកមុំវិញបងប្អូនយើងមើលទៅឃើញស្អាតមែនតើណាសិតតែភ្នំព្រៃព្រឹក្សាអីសបោហើយយើងចេញពីនោះមកយើងមកលេងប៊ូស្រាអានេះទស្សនភាពផ្លូវទៅប៊ូស្រាបងប្អូនវាអត់ឆ្ងាយគ្នាដែរចេញពីទីរួមខេត្តទៅដូចជា30គីឡូឥឡូវយើងមកដល់ប៊ូស្រាបងប្អូននេះប៊ូស្រាស្អាតបងប្អូនប៊ូស្រានេះមកដល់តាមផ្លូវចូលប៊ូស្រានេះយើងឃើញមានគេលក់ស្រាផាសិនមណ្ឌលគិរីអញ្ចឹងណាហើយអមតាមដងផ្លូវទេបងប្អូនឃើញបងមីងពូខាងជនជាតិភាគតិចណានេះ
គាត់លក់ខោអាវលក់អីចឹងតាមដែលសួរទៅដែលសត្វជនជាតិបងប្អូនមិនសូវមានខ្មែរយើងចំទេដែលលក់នៅនេះណានេះផ្លូវចុះទៅប៊ូស្រាបងប្អូនតាមដងផ្លូវនិយាយរួមទៅគេលក់របស់ហូបច្រើនណាអញ្ចឹងបងប្អូនបាច់យកអីទៅហូបក៏បានដែរតាមផ្លូវនឹងមានទាំងទឹកឃ្មុំមានទាំងចេកនិយាយរួមរបស់ហូបមានច្រើនបងប្អូនបើចាំតែអីទៅឲ្យទៅដាក់តលុយទៅអត់ខ្វះទេបើក៏មានអីក៏មានដែរឥឡូវយើងមកដល់ប៊ូស្រានេះហើយនេះទស្សនភាពទឹកខោបងអើយដល់ត្រជាក់មែនតើកន្លែងនេះមកលេងអាខម្ដងខែនេះទេសភាពក៏ស្អាតហើយទឹកក៏ហូរខ្លាំងប៉ុន្តែគាត់ទឹកខែនេះវាល្អបងប្អូនវាអត់សូវថ្លាដូចខែប្រាំងទេព្រោះខែវស្សាវាភ្លៀងរហូតចឹងវាទឹកល្អណាហើយទឹកខូររៀងខ្លាំងចឹងអត់សូវមានអ្នកចុះងូតចុះអីទេព្រោះវាអាចគ្រោះថ្នាក់ទឹកខូរខ្លាំងទៅអាចគួចអីចឹងណាហើយទៅពេលចឹងអត់មានបងប្អូនយើងចុះងូតទឹកអីទេអានេះយើងបានមកថតរូបលេងថតអីចឹងណាមួយទេសភាពខាងក្រោយទឹកធ្លាក់ស្អាតនេះលេងទឹកខូរបាទយើងបងដាក់លេងទឹកខូរអែហ្មងនេះទៅយើងបានមកលេងនេះជាហើយពុកបាល់ដែរខ្ញុំមកមួយថ្ងៃនេះកាត់ stress អស់ខ្លះដែរព្រោះយើងធ្វើការហត់ផងអីផងយើងបានមកលេងរមណីយដ្ឋានហើយនេះខ្ញុំមកនេះជាលេខទី2ហើយទី3ហើយខ្ញុំមកលេងនេះប៉ុន្តែយើងមកហើយនៅតែចង់មកទៀតបងប្អូនកន្លែងស្អាតចឹងយើងបាច់ទៅលេងនៅស្រុកពីទេព្រោះយើងមានលុយលេងស្រុកយើងទៅកុំព្យូទ័រតំបន់ទៅជើក្នុងស្រុកហើយនេះអាកន្លែងនេះគេដាក់ផ្លានេះស្ពានល្អស្ពានអីចឹងណាបងប្អូនស្ពានឈើនេះអានេះខ្ញុំមើលទៅវាគូស្នាក់មែនតែវាល្អវាសើមរហូតសើមអញ្ចឹងហើយលើបងប្អូនយើងដើរជិះគ្នាទៅធ្លាក់ទឹកអីចឹងណាព្រោះនេះមនុស្សតិចអត់អីដើរបានបើយើងបនទៀនទៅច្រើនអាចនឹងគូស្នាក់ព្រោះយើងមើលសើមរហូតព្រោះវាភ្លៀងហើយតែមួយទឹកខូររហូតចឹងណាអានេះនេះបើសិនតែនេះខ្ញុំរីកមិនចង់ឲ្យខាងប៊ូស្រានេះគាត់ដាក់ប្រកាន់ដៃណាជិះវិញគ្រូស្នាក់ដល់ក្មេងៗព្រោះនេះវាតូចតែអាចដើរទៅឆ្មៀតគ្នាវាអាចធ្លាក់ណាហើយនេះយើងដាក់ប្រកាន់ដៃដូចខាងនេះបើខាងនេះយើងដាក់ប្រកាន់ដៃទៅវាអត់សូវមានគ្រូស្នាក់ទេព្រោះអានេះវាមានអីកាន់ណាហើយយើងមកមើលទឹកធ្លាក់ពីខាងនេះម្ដងអូទឹកខូរស្អាតមែនតើធ្លាក់មកទៀតចំហាយទឹកប៉ះខ្លួនបងប្អូនអើយត្រជាក់ខ្លាំងមែនតើណាហើយមើលកូនស្រីខ្ញុំសើចដល់កវាសប្បាយវាណាហើយនេះយើងមកស្ដាប់សលេងនេះបងប្អូនលេងបងប្អូនជនជាតិតែគាត់លេងភ្លេងណាហើយនេះរូបបងប្អូនជនជាតិយើងគាត់ថតតាំងបងប្អូនថតតាំងនៅអញ្ចឹងណាហើយបងជនជាតិហ្នឹងគាត់លេងភ្លេងគាត់មានធុងមួយសម្រាប់សំលុយចឹងបងប្អូនយើងបានទៅលេងបងប្អូនជួយដាក់លុយគាត់ផងហើយនេះឧបករណ៍ដែលគាត់កំពុងទៅលេងហើយតាមដែលខ្ញុំស្ដាប់ទៅដូចជាគាត់លេងភ្លេងដូចជាណាំលាវបងប្អូនលេងណាំលាវហើយយើងគាត់ដាក់ធុងនេះបងប្អូនយើងបានស្ដាប់ហើយជួយឲ្យលុយគាត់អីគាត់ចាយផងហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនមានតែប៉ុណ្្នឹងទេហើយនេះវីដេអូទី1ណាអញ្ចឹងយើងមានវីដេអូទី2ទៀតអញ្ចឹងបងប្អូនកុំភ្លេចជួយ share ផងជួបគ្នានៅវីដេអូទី2អរគុណច្រើនបាយ